សម្រាប់បងចង់បានឡានស្អាតធន់ចំណាយតិចបងមាន20,000ទៅ40,000 ជាងក៏អាចទិញបានដែរបងពី model នេះទើបតែកាត់បានថ្មីស្អាតដូចថ្មីចឹងតម្លៃសមរម្យតាមទីផ្សារមានការធានាចេញពីក្រុមហ៊ុនត្រឹមត្រូវមួយគឺ Pick up Hilux Revo Rally ឆ្នាំ2025និងមួយទៀត MPV Veloz 2024អញ្ចឹងកុំឲ្យខាតពេលយូរបងសូមបង្ហាញរថយន្តពីរប្រភេទនេះជូនមកបងទាំងអស់គ្នាចាប់ផ្ដើមដំបូងគឺកំពូល Pick up មុនគេ Toyota Hilux Revo Rally ឆ្នាំ2025ពណ៌អសតែតម្លៃវិញត្រឹមតែ$47,500ប៉ុណ្ណោះបងតម្លៃអាចចរចាបានទៀត model នេះបំពាក់មកជាមួយនឹងម៉ាស៊ីន 2.8 លីត្រ 4 ស៊ីឡាំងប្រើប្រាស់ប្រេងឥន្ធនៈ Masoot ប៉ង2កម្លាំងខ្លាំងសន្សំសំចៃប្រេងនិងស័ក្តិសមទាំងប្រើប្រាស់ក្នុងក្រុងនិងធ្វើដំណើរផ្លូវឆ្ងាយខាងក្នុង5កៅអីពុកស្បែកនិងធ្វើការបញ្ឆេះដោយចុចប៊ូតុង Start និង Stop Engine មួយគ្រឿងនេះដែរទើបតែប្រើប្រាស់បាន 26,000 គីឡូតិចតួចប៉ុណ្ណោះបងអេក្រង់ Touch Screen កាមេរ៉ាមុខក្រោយប្រអប់លេខអូតូ6វគ្គរថយន្តបន្ទាប់គឺជាប្រភេទ MPV សម្រាប់បងដែលមានសមាជិកគ្រួសារច្រើន option ទំនើបគឺ Toyota Veloz ឆ្នាំ2024ម៉ាស៊ីន 1.5 4 ស៊ីឡាំងប្រើប្រេងឥន្ធនៈសាំងសន្សំសំចៃប្រេងខណៈផ្ទៃខាងក្នុងក៏មានភាពធំទូលាយអង្គុយបាន7នាក់ឯណោះបងចំណែកឯតម្លៃវិញគឺពិសេសមែនទែនត្រឹមតែ$25,900ប៉ុណ្ណោះបងអាចធ្វើការចរចាបានទៀតគ្រឿងនេះក៏ប្រើប្រាស់ Smart Key និងធ្វើការបញ្ឆេះនិងបិទដោយប៊ូតុងដូចគ្នាប្រើប្រាស់បាន 40,000 គីឡូតិចតួចមានមុខងារ Phare Auto មុខងារជូនដំណឹងនិងផ្ដល់សញ្ញាពេលចេញពីកន្លងមួយគ្រឿងនេះក៏មាន display ដែលភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto កាមេរ៉ាមុខក្រោយនិង360ម៉ាស៊ីនជាមុខក្រោយឆ្វេងស្ដាំប្រអប់លេខ Auto CVT និងមុខងារសាកថ្មទូរស័ព្ទដែលឥតខ្សែ model ទាំងពីរនេះគឺមានកំណត់បើបងចាប់អារម្មណ៍ Hilux Revo Rally ឆ្នាំ2025ឬក៏ Toyota Veloz ឆ្នាំ2024បងអាចធ្វើការទំនាក់ទំនងមកលេខទូរស័ព្ទទាំងពីរខ្សែនៅចុងវីដេអូនេះបាទសម្រាប់សេវាកម្មក្រុមហ៊ុនក៏មានជាការទិញដាច់ដោះដូរនិងបំលុះផងដែរបងដែលចូលរួមមុនចាប់ពី 10% ដល់ 70% រយៈពេល1ឆ្នាំដល់7ឆ្នាំសម្រាប់ការដោះដូរវិញក្រុមហ៊ុនទទួលដោះដូររថយន្តគ្រប់ប្រភេទគ្រប់ស៊េរីគ្រប់ឆ្នាំនិងគ្រប់ model បើបងចូលចិត្តកុំភ្លេចជួយចុច like និង share ម្នាក់មួយផងបងអរគុណច្រើន